យើងទាំងអស់គ្នាភាគច្រើនរងចាំការលើកទឹកចិត្តដូចជាការរងចាំឲ្យការភ្លើងមកបំភ្លឺយើងប៉ុន្តែវាអាចបំភ្លឺយើងបានតែមួយផ្លែតប៉ុណ្ណោះយើងតែងតែគិតថាយើងត្រូវមានអារម្មណ៍ជំរុញឬបំផុសគំនិតជាមុនសិនទើបអាចចាប់ផ្ដើមអ្វីមួយបានប៉ុន្តែការពិតការលើកទឹកចិត្តកម្រនឹងកើតឡើងណាស់វាច្រើនតែលេចឡើងបន្ទាប់ពីការចាប់ផ្ដើមធ្វើសកម្មភាពមិនមែនកើតឡើងមុនពេលធ្វើសកម្មភាពនោះទេពេលដែលយើងឈប់រងចាំហើយចាប់ផ្ដើមធ្វើទោះបីជាក្នុងវិធីតូចតាចក៏ដោយអ្វីមួយនឹងមានការផ្លាស់ប្ដូរនៅខាងក្នុងខ្លួនយើងសកម្មភាពនឹងដាស់ការលើកទឹកចិត្តឲ្យកើតឡើងយើងភាគច្រើនធំឡើងមកដោយការជឿថាការលើកទឹកចិត្តគឺជាចំណុចចាប់ផ្ដើមយើងយល់ថាមនុស្សដែលមានផលិតភាពពួកគេក្រោកពីដំណេកជារៀងរាល់ថ្ងៃដោយអារម្មណ៍រំភើបដោយការជំរុញនិងការត្រៀមខ្លួនរួចជាស្រេចប៉ុន្តែការលើកទឹកចិត្តមិនមែនជាឥន្ធនៈដែលជំរុញការចាប់ផ្ដើមដោយធម្មជាតិនោះទេវាជាការឆ្លើយតបច្រើនជាងវាកើតចេញពីការរីកចម្រើនមិនមែនកើតចេញពីការគិតអំពីភាពរីកចម្រើននោះទេនៅពេលដែលយើងធ្វើសកម្មភាពសូម្បីតែជំហានតូចមួយក៏ដោយខួរក្បាលរបស់យើងនឹងទទួលបានមតិកែលម្អយើងឃើញខ្លួនឯងធ្វើអ្វីមួយដែលស្របទៅតាមគោលដៅរបស់យើងហើយវានឹងចាប់ផ្ដើមមានអារម្មណ៍នៃការជំរុញវាគឺជាអារម្មណ៍នៃការលើកទឹកចិត្តខួរក្បាលកំពុងបង្ហាញថាយើងកំពុងធ្វើវាចូលធ្វើវាបន្តទៀតបើសិនបើយើងរងចាំឲ្យមានអារម្មណ៍ល្អមុនពេលធ្វើនោះយើងនឹងជាប់គាំងបើសិនបើយើងធ្វើសកម្មភាពទោះបីជាមិនទាន់ត្រៀមខ្លួនរួចរាល់ក៏ដោយវានឹងបង្កើតកម្លាំងចិត្តដល់យើងហេតុផលមួយទៀតដែលការលើកទឹកចិត្តកើតឡើងបន្ទាប់ពីការធ្វើសកម្មភាពគឺភាពច្បាស់លាស់កើតឡើងតាមរយៈការធ្វើនៅពេលដែលយើងចាប់ផ្ដើមអ្វីៗនឹងកាន់តែច្បាស់យើងនឹងមើលឃើញអ្វីដែលដំណើរការអ្វីដែលមិនដំណើរការអ្វីដែលធ្វើយើងរីករាយនិងអ្វីដែលយើងត្រូវធ្វើបន្ទាប់ភាពច្បាស់លាស់បង្កើតទំនុកចិត្តហើយទំនុកចិត្តបង្កើតឲ្យមានគោលបំណងបន្ថែមទៀតដើម្បីបន្តយើងអាចសម័យមើលពីការរុញទ្វារដ៏ធ្ងន់មួយនៅពេលដែលយើងរុញដំបូងវាអាចរាងតឹងបន្តិចប៉ុន្តែនៅពេលដែលវាផ្លាស់ទីហើយយើងនឹងមានអារម្មណ៍ថាស្រាលជាងមុនការធ្វើសកម្មភាពរបស់យើងក៏ដូចគ្នាវាអាចពិបាកក្នុងពេលចាប់ផ្ដើមប៉ុន្តែវានឹងងាយស្រួលជាងមុននៅពេលដែលយើងចាប់ផ្ដើមវាហើយអារម្មណ៍ក៏ដើរតួនាទីសំខាន់ផងដែរវាផ្លាស់ប្ដូរយ៉ាងលឿនបើសិនបើយើងអង្គុយរងចាំការបំផុសគំនិតនោះចិត្តរបស់យើងអាចនឹងរសាត់ទៅក្នុងការសង្ស័យការភ័យខ្លាចឬភាពស្ទាក់ស្ទើរប៉ុន្តែបើសិនបើយើងក្រោកឡើងហើយចាប់ផ្ដើមទោះបីជាការងារមានអារម្មណ៍ថាយឺតឬមិនល្អឥតខ្ចោះក៏ដោយស្ថានភាពអារម្មណ៍របស់យើងនឹងផ្លាស់ប្ដូរចិត្តរបស់យើងចាប់ផ្ដើមស្របទៅនឹងសកម្មភាពរបស់យើងហើយនេះក៏ជាមូលហេតុមួយដែលការហាត់ប្រាណអាចជំរុញអារម្មណ៍របស់យើងចំណុចដែលសំខាន់មួយទៀតនោះគឺភាពជាប់លាប់ការលើកទឹកចិត្តអាចនឹងកាន់តែប្រសើរនៅពេលដែលសកម្មភាពคล้ายទៅជាទម្លាប់យើងមិនអាចមានអារម្មណ៍ល្អឬទទួលអារម្មណ៍ជំរុញជារៀងរាល់ថ្ងៃទេប៉ុន្តែភាពជាប់លាប់គឺជាការបង្កើតទម្លាប់ប្រចាំថ្ងៃដែលវានឹងជំរុញយើងទោះបីជាយើងមិនមានអារម្មណ៍ធ្វើក៏ដោយភាពជាប់លាប់ធ្វើឲ្យយើងលែងពឹងផ្អែកទៅលើការលើកទឹកចិត្តសរុបមកយើងមិនចាំបាច់រងចាំការលើកទឹកចិត្តនោះទេយើងមិនចាំបាច់មានអារម្មណ៍បំផុសគំនិតមុនពេលចាប់ផ្ដើមនោះទេអាចកំបាំងគឺសាមញ្ញបំផុតចាប់ផ្ដើមសិនបោះជំហានតូចៗនោះសកម្មភាពនឹងបង្កើតសន្ទុះហើយសន្ទុះនឹងបង្កើតការលើកទឹកចិត្តនៅពេលដែលយើងយល់ពីរឿងនេះយើងនឹងឈប់ពឹងផ្អែកលើអារម្មណ៍ដែលមិនថិតថេរហើយចាប់ផ្ដើមអាស្រ័យលើសកម្មភាពរបស់យើងផ្ទាល់ការលើកទឹកចិត្តមិនមែនជាការចាប់ផ្ដើមនៃដំណើរការនោះទេដំណើរការទើបជាអ្នកជំរុញលើកទឹកចិត្ត